ខ្ញុំបានលោកគ្រូមហាជុំសូមលំអោនកាយជំរាបសួរដល់បងប្អូនទាំងអស់ដែលកំពុងតាមដានទស្សនានៅការ live របស់លោកគ្រូនៅក្នុងរាត្រីកាលដ៏សែនមនោរម្យនៅក្នុងថ្ងៃអាទិត្យនេះណាបងប្អូនណាបាទសូមលើកដៃប្រណម្យសារជាថ្មីម្ដងទៀតក្រាបថ្វាយបង្គំដល់សម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាដែលមានភក្ដីភាពទស្សនានៅការ live វីដេអូរបស់លោកគ្រូមហាជុំនៅក្នុងឱកាសពេលវេលានេះណាបងប្អូនណាបាទថ្ងៃនេះថ្ងៃអាទិត្យនារាត្រីកាលដ៏សែនមនោរម្យនេះខ្ញុំបាទលោកគ្រូមហាជុំមិនបង្អង់យូរបានវិលមកជួបលោកអ្នកនាងកញ្ញាបងប្អូនកូនក្មួយសារចិត្តថ្មីម្ដងទៀតណាបាទតាមរយៈគេហទំព័រ Facebook ផ្លូវការរបស់លោកគ្រូអៀងគង្គាហៅលោកគ្រូមហាជុំបាទហើយនៅក្នុងរាត្រីនេះលោកគ្រូនឹងគុណគូមើលជោគជតារាសីរបស់បងប្អូនកូនក្មួយទាំងអស់នៅថ្ងៃស្អែកណាបាទថាតើរាសីរបស់បងប្អូនកូនក្មួយឆ្នាំរបស់បងប្អូនកូនក្មួយឆ្នាំណាឡើងឆ្នាំណាចុះណាបងប្អូនណាបាទអញ្ចឹងសូមឲ្យបងប្អូនទាំងអស់ចាំស្ដាប់ហើយនឹងទស្សនាប្រកបដោយមេត្រីភាពណាបងប្អូនណាបាទឥតចន្ទថនបាទជំរាបសួរលោកគ្រូសុខសប្បាយជាទេបាទខ្ញុំសុខសប្បាយធម្មតាបាទអរគុណណាបងប្អូនណាបាទអញ្ចឹងយើងបន្តចាប់ផ្ដើមមើលរាសីជូនដល់បងប្អូនកូនក្មួយនៅឆ្នាំទាំង12ណាបងប្អូនណាបាទជូតឆ្លើយខាលថោះរោងម្សាញ់មមីមមែវើប្រកាចោកុលថាតើឆ្នាំទាំង12នៅឱកាសថ្ងៃនេះឆ្នាំណាឡើងឆ្នាំណាចុះណាបងប្អូនណាបាទអញ្ចឹងសូមឲ្យបងប្អូនទាំងអស់ចាំស្ដាប់ណាបាទចាំស្ដាប់បន្តិចទៅនឹងបានដឹងហើយណាបាទនឹងបានដឹងហើយថាឆ្នាំទាំង12ហ្នឹងឆ្នាំណាឡើងឆ្នាំណាចុះហើយនៅក្នុងនោះខ្ញុំក៏ជឿជាក់ថាបាទក៏មានបងប្អូនទាំងអស់ដែរណាបាទព្រោះថាអត់បានមើលឆ្នាំផ្សេងទេគឺមើលគ្រប់ឆ្នាំទាំង12ហើយប្រចាំនៅថ្ងៃស្អែកណាបាទរាសីឆ្នាំជូតគឺថ្ងៃស្អែកទីគឺលោកអ្នកឡើងខ្ពស់តដែតណាបាទរាសីកូនចៅប្រុសស្រីទាំងអស់ដែលកើតឆ្នាំជូតរាសីរបស់លោកអ្នកឡើងខ្ពស់តដែតហើយលេខសំណាងសម្រាប់កូនចៅដែលកើតឆ្នាំជូតគឺលេខ521បាទលេខ521ណាបាទបងប្អូនកូនក្មួយទាំងអស់ដែលកើតឆ្នាំជូតគឺរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតនៅថ្ងៃស្អែកកូនក្មួយទាំងអស់គឺឡើងខ្ពស់ត្រដែតលេខសំណាងគឺលេខ521ពណ៌សំណាងគឺពណ៌ខៀវអញ្ចឹងបងប្អូនកូនចៅប្រុសស្រីទាំងអស់ដែលកើតឆ្នាំជូតសូមខមមិនលេខ521ណាបងប្អូនណាដើម្បីយកលៀបយកជ័យហើយបងប្អូនក៏អាច share វីដេអូលោកគ្រូមហាជុំមួយដាក់លេខ521ដើម្បីទទួលយកលៀបសំណាងនឹងទទួលបានលៀបទទួលបានជ័យហើយរាសីរបស់លោកអ្នកនឹងបើកវិញលោកអ្នកនឹងមានលៀបសំណាងលោកអ្នកនឹងរកស៊ីមានបានតិចទៅជុំសុខសប្បាយសុខចម្រើនរាល់រឿងអកុសលដែលកើតឡើងសូមឲ្យទៅតាមពេលវេលាប៉ុន្តែពេលវេលាថ្មីអនាគតនេះទៅចាប់ពីពេលនេះទៅម៉ោងនេះទៅលោកអ្នកគឺទទួលលៀបទទួលជ័យទទួលសុខទទួលចម្រើនការងារធ្វើដំណើរទៅទីជិតទីឆ្ងាយគឺអត់មានបញ្ហាអីទេជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនអារម្មណ៍ដែលមួម៉ៅច្រើនអារម្មណ៍ដែលខ្វះខាតច្រើននោះលោកអ្នកនឹងជួបអារម្មណ៍ស្ដុកស្ដំហើយនឹងអារម្មណ៍ដែលផ្អែមល្ហែមនៅក្នុងចិត្តឡើងវិញអ្នកលែងព្រួយបារម្ភហើយលោកអ្នកលែងមានបញ្ហាអីកើតឡើងហើយគឺស្គាល់តែលៀបស្គាល់តែជ័យទេចាប់ពីពេលនឹងតទៅណាអញ្ចឹងចាប់ពីយប់នេះទៅអ្នកកើតឆ្នាំជូតសូមដេកសង្ឃឹមញញឹមទុកទទួលយកលៀបទទួលយកជ័យបានន័យថាអ្វីគ្រប់យ៉ាងគឺល្អសម្រាប់បងប្អូនកូនក្មួយឡើងវិញហើយណាបាទអញ្ចឹងក៏មានការព្រួយបារម្ភអីតទៅទៀតណាកូនចៅណាបាទព្រោះកូនចៅល្អឡើងវិញហើយអញ្ចឹងក្នុងឱកាសពេលវេលាដ៏សែនមនោរម្យនេះខ្ញុំបាទលោកគ្រូមហាជុំសូមលើកម្រាមដៃ10លើកកំបង់ផ្សងអញ្ជលីគោរពដល់ទស្សបារមីទេវតាគ្រប់ព្រះអង្គសូមស្ដេចយាងចុះមក
ជួយឲ្យបងប្អូនកូនក្មួយទាំងអស់ដែលកើតនៅឆ្នាំជូតសូមឲ្យលោកមានលៀបមានជ័យសូមឲ្យលោកមានសេរីសូមឲ្យលោកឈ្នះអស់មារសត្រូវចាប់ពីថ្ងៃនេះតទៅសូមឲ្យលៀបសូមឲ្យជ័យសូមឲ្យហេងសូមឲ្យមានទ្រព្យសម្បត្តិស្ដុកស្ដំសម្រាប់កូនចៅប្រុសស្រីទាំងអស់ដែលកើតឆ្នាំជូតណាអញ្ចឹងសូមឲ្យអ្នកកើតឆ្នាំជូតសាធុណាលោកគ្រូអនុមោទនាបុណ្យអនុមោទនាកុសលហើយលោកគ្រូក៏សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកឲ្យពរឲ្យជ័យដល់កូនចៅប្រុសស្រីដែលកើតឆ្នាំជូតណាសូមឲ្យមានលៀបជ័យហេងគ្រប់គ្នាណាកូនណាសូមសុខសូមសប្បាយបាទអ្នកឆ្នាំឆ្លូវគឺរាសីរបស់លោកអ្នកឡើងខ្ពស់ណាបាទលេខសំណាងរបស់កូនចៅដែលកើតឆ្នាំឆ្លូវគឺលេខ931ណាបងប្អូនណាបាទកូនចៅដែលកើតឆ្នាំឆ្លូវគឺលេខ931ហើយពណ៌សំណាងកូនចៅដែលកើតឆ្នាំឆ្លូវគឺពណ៌ស្វាយបាទគឺពណ៌ស្វាយណាអញ្ចឹងកូនចៅប្រុសស្រីទាំងអស់ដែលកើតឆ្នាំឆ្លូវរាសីរបស់លោកអ្នកបាទឡើងខ្ពស់ត្រដែតបាទលេខសំណាង931បាទលេខសំណាង931ពណ៌សំណាងគឺពណ៌ស្វាយអញ្ចឹងកូនចៅដែលកើតឆ្នាំឆ្លូវណាសូមខមមិនលេខ931ណាទៀតណាបាទកូនចៅដែលកើតនៅឆ្នាំឆ្លូវសូមខមមិនលេខ931បាទរាសីរបស់លោកអ្នកនឹងទទួលបាននៅគេហៅថាឡើងខ្ពស់តដែតណាបងប្អូនណាបាទអញ្ចឹងឆ្នាំឆ្លូវរាសីខ្ពស់តដែតនៅថ្ងៃស្អែកហើយលេខសំណាង931ពណ៌សំណាងគឺពណ៌ស្វាយណាបងប្អូនណាបាទអញ្ចឹងសូមឲ្យបងប្អូនទាំងអស់ខមមិនលេខ931 share វីដេអូលោកគ្រូមហាជុំមួយដាក់លេខ931បាទសូមឲ្យបងប្អូនទាំងអស់ប្រញាប់ណាបាទប្រញាប់រុះរាន់ខមមិនលេខ931បាទហើយ share វីដេអូលោកគ្រូមហាជុំមួយដាក់លេខ931អញ្ចឹងលោកគ្រូចង់ជំរាបជូនថាបងប្អូនកូនក្មួយទាំងអស់ជាទីស្រឡាញ់របស់លោកគ្រូមហាជុំអ្នកដែលកើតឆ្នាំឆ្លូវរាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែតរាល់កិច្ចការជំនួញជួញដូរអ្វីទាំងអស់គឺទទួលបានលៀបទទួលបានជ័យទទួលបានសេចក្តីសុខទទួលបានសេចក្តីចម្រើនហេងជីវិតរបស់លោកអ្នកគឺលែងមានភាពខ្វះខាតទៀតហើយជីវិតរបស់លោកអ្នកដែលតែងតែជួបនៅការមិនយល់ចិត្តជួបនៅការមួម៉ៅច្រើនជួបនៅនឹងទុក្ខកង្វល់ច្រើនមានបញ្ហាខ្វះខាតច្រើនដូចជាលុយកាក់អីជាដើមនោះគឺពេលនេះដល់ពេលវេលាដែលលោកអ្នកចាប់ផ្ដើមទទួលលៀបហើយណាបាទលែងមានការខ្វះខាតហើយលែងមានការខ្វល់ខ្វាយនៅក្នុងចិត្តហើយអញ្ចឹងសូមឲ្យអ្នកកើតឆ្នាំឆ្លូវបាទដែលមានលេខសំណាង931ហើយពណ៌សំណាងគឺពណ៌ស្វាយនោះគឺដេកសង្ឃឹមញញឹមទុកលោកអ្នកនឹងទទួលបាននៅលៀបសក្ការៈលោកអ្នកនឹងទទួលបាននៅលៀបជ័យសុខសប្បាយសុខចម្រើនចាប់ពីពេលវេលានេះអញ្ចឹងសូមឲ្យអស់លោកអ្នកក្តាប់នៅឱកាសដែលរាសីល្អបាទក្តាប់ឱកាសនៅអ្វីដែលពេលវេលាហុចឲ្យក្តាប់ឱកាសនៅអ្វីផ្សេងទៀតដែលជាលៀបសក្ការៈដែលបងប្អូនទទួលបានឲ្យមែនតើណាដើម្បីទទួលយកលៀបជ័យអញ្ចឹងអ្នកកើតឆ្នាំឆ្លូវលោកគ្រូជឿជាក់ថាកូនចៅប្រកាសជាដឹងខ្លួនថាខ្លួនមានអារម្មណ៍ឆេវឆាវបន្តិចខ្លួនមានបញ្ហាច្រើនបន្តិចប៉ុន្តែក្នុងកលៈទេសៈណាទោះជាយ៉ាងណាក៏កូនក្មួយទាំងអស់នៅថ្ងៃស្អែកនេះលែងមានបញ្ហាអ្វីនៅក្នុងចិត្តទៀតដែរគឺដល់ពេលល្អហើយបាទគឺដល់ពេលល្អហើយអញ្ចឹងសូមឲ្យបងប្អូនកូនក្មួយទាំងអស់ណាបាទយកលៀបយកសំណាងយកលៀបយកជ័យហើយអ្វីដែលលោកគ្រូចង់ជំរាបជូនដល់បងប្អូនកូនក្មួយនៅក្នុងឱកាសពេលវេលានេះគឺសូមឲ្យបងប្អូនរក្សានៅស្នាមញញឹមឲ្យបានច្រើនតាមតែអាចទៅបានណាកុំប្រើមុខស្រពោនឬមួយមុខក្រញ៉ែក្រញើច្រើនពេកឃើញលោវាដាច់លៀបដាច់ជ័យអញ្ចឹងសូមឲ្យបងប្អូនកូនក្មួយប្រុសស្រីទាំងអស់ដែលកើតឆ្នាំឆ្លូវណាលោកទទួលយកនៅលៀបសំណាងលោកទទួលយកនៅបុណ្យកុសលបាទព្រោះថាលេខសំណាង931ពណ៌សំណាងពណ៌ស្វាយរាសីឡើងខ្ពស់ត្រដែតអញ្ចឹងគឺមានតែជោគជ័យមានតែសុខចម្រើនឆ្លៀតក្នុងឱកាសនេះខ្ញុំបកណាខ្ញុំលោកគ្រូមហាជុំសូមលើកកំបងអញ្ជលីសូមឲ្យទស្សបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងលោកសូមលោកប្រទាននៅមហាសម្បត្តិមហាលាភ
chun đal bong ôn côn mùi prosray tiếng lái đại cao năm lơ xôm ai lục xôm rách ban nơi ở vấy đại lục bong bật ná xôm ai lục miền liệp miền chây xôm ai lục prokop nơi cách cả ấy xôm ai ban xôm rách đối sự đây bầm nón bong bật ná chắp bị bên đi tỏ tới chơi riêng đỏ rạp xôm ai lục miền liệp miền chây xôm ai lục miền sầm bát xôm ai lục lụa đô trọp là bỏ chẳng ná ở bàn đách đối đây bầm nón bong bật ná ná xôm ai hên sầm nhạt côn cháy đại cao năm lơ na tiền ná xôm hên bà ở lời ní bật to pi năm lơ hai bong ôn côn mùi nè bật to pi năm lơ cứ chốt lo năm khal bà cứ chốt lo năm khal nè bà năm khal ria xây rồi bỏ lục nè nơi ngày sai mật chùm nè bà ria xây rồi bỏ lục nè nơi ngày sai cứ mật chùm lê sầm nang cứ lê bầm bầy rồi hà sập muối po sầm nang cứ po cỏ hòm bà ria xây rồi bỏ côn trai prosray đại ca năm khal ria xây nơi ngày sai ria xây mật chùm nè bong pôn nè bà chẳng côn trai prosray tầng đại ca năm khal ria xây rồi bỏ lục nè mật chùm bà lê sầm nang bầm bầy rồi hà sập muối po sầm nang cứ po cỏ hòm chẳng xôm ở bong pôn côn mùi tầng đại ca nơi năm khal xôm lục nè comment lê bầm bầy rồi hà sập muối bà hai lục nè xe nơi video lục ru mà hà chôm muối đã lấy bầm bầy rồi hà sập muối đôi khnia mà đòn tiệt ná bong pôn ná bà xôm ở bong pôn côn mùi tầng xe nơi video lục ru mà hà chôm muối đã lấy bầm bầy rồi hà sập muối hai comment lấy bầm bầy rồi hà sập muối sầm ráp bong pôn côn muối đại cá năm khal bà năm khal ria xây lục nè lọ mật chúng lấy sầm nang lấy bầm bầy rồi hà sập muối po sầm nang cứ po cỏ hòm chẳng lục nèประกอบ កិច្ចការងារអ្វីនៅថ្ងៃស្អែកគឺមានលៀបមានជ័យធម្មតាបាទធ្វើដំណើរទីចិត្តទីឆ្ងាយក៏ជួបនៅភាពគេហៅថាសុវត្ថិភាពទាំងទៅទាំងមកហេងគ្រប់ប្រការណាបាទទៅណាក៏ហេងទៅណាក៏លៀបទៅណាក៏ជ័យសុខសប្បាយសុខចម្រើនហើយរាល់ការធ្វើចំនួនជួញដូរអីក៏បានសំប្រកបដោយអ្វីដែលកូនចៅបានប៉ងប្រាថ្នារឿងរ៉ាវមួយទៀតដែលគួរឲ្យប្រយ័ត្នប្រយែងសម្រាប់កូនចៅដែលកើតឆ្នាំខាលគឺលោកគ្រូចង់ជំរាបជូនថាប្រយ័ត្នរឿងឆ្លោះគ្នាជាមួយនឹងគូស្រករអញ្ចឹងបើសិនជាបងប្អូនកើតឆ្នាំខាលជាបរោះគឺប្រយ័ត្នឆ្លោះគ្នាជាមួយប្រពន្ធបើសិនជាបងប្អូនកើតឆ្នាំខាលជានារីសូមប្រយ័ត្នឆ្លោះគ្នាជាមួយស្វាមីចាំណាអញ្ចឹងអ្នកកើតឆ្នាំខាលកូនប្រុសកូនស្រីទាំងអស់ប្រយ័ត្នឆ្លោះគ្នាជាមួយប្តីប្រយ័ត្នឆ្លោះគ្នាជាមួយប្រពន្ធប្រយ័ត្នឆ្លោះគ្នាជាមួយសង្សារហើយឆ្លោះគ្នានេះមិនមែនឆ្លោះតិចទេគឺឆ្លោះហើយអាចបង្កជារឿងធំអាចបង្កជារឿងធំណាស់នៅក្នុងក្រុមគ្រួសារណាអញ្ចឹងបងប្អូនទាំងអស់ទាំងកូនប្រុសទាំងកូនស្រីដែលមើលនៅការ live លោកគ្រូហើយខ្លួនឯងសម័យខ្លួនកើតឆ្នាំខាលសូមឲ្យមានការប្រុងប្រយ័ត្នហើយនឹងមានការអត់ធ្មត់ឲ្យបានច្រើនមែនតើបាទសូមឲ្យមានការអត់ធ្មត់ឲ្យបានច្រើនណាបងប្អូនណាបាទសូមឲ្យមានការអត់ធ្មត់ឲ្យបានច្រើនជៀសវាងយើងមានទំនាស់ឆ្លោះគ្នានៅក្នុងក្រុមគ្រួសារពីព្រោះថាគ្រួសារមួយបើសិនជាឆ្លោះគ្នារវាងប្តីនិងប្រពន្ធហើយណាបើទោះបីជាកំពុងតែរកស៊ីមានយ៉ាងណាក៏ដោយតែឆ្លោះគ្នាហើយគឺខាតហើយបាទมันមានពេលពិភាក្សាគ្នាมันមានពេលធ្វើការរួមគ្នាប៉ះពាល់ដល់សតិអារម្មណ៍ប៉ះពាល់ដល់ផ្លូវចិត្តអញ្ចឹងបងប្អូនកូនក្មួយទាំងអស់ដែលកើតនៅឆ្នាំខាលសូមឲ្យអស់លោកប្រុសស្រីទាំងអស់ប្រយ័ត្នប្រយែងឲ្យមែនតែនមាត់កធំតូចការអត់ធ្មត់ខៃលួយយើងនិយាយទៅយើងគិតថាវាមិនអីទេប៉ុន្តែគូសកលរបស់យើងគាត់ប្រកាន់យើងនិយាយឲ្យល្អវាមិនល្អវាទៅជារឿងមិនសមគួរហើយឆ្លោះគ្នាអញ្ចឹងមានតែម្យ៉ាងទេគឺសូមឲ្យបងប្អូនកូនក្មួយទាំងអស់សូមឲ្យបងប្អូនកូនក្មួយទាំងអស់មេត្តាយ៉ាងម៉េចបងប្អូនសូមឲ្យបងប្អូនកូនក្មួយទាំងអស់មេត្តាអត់ធ្មត់បើទោះបីជារឿងរ៉ាវយ៉ាងណាក៏ដោយគេហៅថាស្ងៀមជាងស្រដីមិននិយាយទេល្អជាងណាថ្ងៃស្អែកនឹងណាគេលោនិយាយទៅវាប៉ះពាល់ដល់អារម្មណ៍អ្នកគូសកលយើងវាអាចឆ្លោះគ្នា
ពេលខ្លះយើងថាយើងនិយាយទៅចង់ឲ្យគេល្អទេយើងនិយាយទៅចង់ឲ្យល្អទាំងអស់គ្នាទេប៉ុន្តែវាមិនបានល្អវាទៅជាឆ្លោះគ្នាគេប្រកាន់គេហួងហែងចំណុចមួយទៀតកូនចៅគួរតែមានការអត់ធ្មត់កូនចៅគួរតែមានការអត់ធ្មត់ឲ្យខានតែមែនតែនណាកូនចៅគួរតែមានការអត់ធ្មត់ឲ្យខានតែបានបាទកូនចៅដែលកើតនៅឆ្នាំថោះណាបាទលេខសំណាងគឺលេខ163ណាបងប្អូនណាបាទពណ៌សំណាងសម្រាប់បងប្អូនកូនក្មួយដែលកើតនៅឆ្នាំថោះគឺពណ៌លឿងបាទពណ៌លឿងណាបាទពណ៌លឿងអញ្ចឹងកូនចៅប្រុសស្រីទាំងអស់ដែលកើតឆ្នាំថោះលេខសំណាងរបស់បងប្អូន163ពណ៌សំណាងគឺពណ៌លឿងរាសីមធ្យមណាបងប្អូនណាបាទអញ្ចឹងលោកគ្រូសូមឲ្យបងប្អូនកូនក្មួយទាំងអស់ដែលកើតនៅឆ្នាំថោះសូមលោកអ្នកខមមិនលេខ163បាទសូមលោកអ្នកខមមិនលេខ163ណាបងប្អូនកើតឆ្នាំថោះណាហើយពណ៌សំណាងគឺពណ៌លឿងហើយរាសីរបស់លោកអ្នកមធ្យមអញ្ចឹងឆ្នាំថោះលេខសំណាង163ពណ៌សំណាងគឺពណ៌លឿងរាសីមធ្យមលោកអ្នកដែលកើតឆ្នាំថោះនិយាយអំពីកិច្ចការទូទៅនៅថ្ងៃស្អែកនេះគឺលោកអ្នកទទួលបានលាភជ័យល្មមសមគួរដែលអាចទទួលយកបានណាมันឡើងខ្លាំងហើយក៏មិនចុះខ្លាំងដែរការធ្វើដំណើរទៅទីជិតទីឆ្ងាយសម្រាប់កូនចៅទាំងអស់ដែលកើតឆ្នាំថោះក៏វាមិនមានបញ្ហាណាមួយដែលគួរឲ្យព្រួយបារម្ភដែរណាបាទគឺទទួលបាននៅលាភទទួលបាននៅជ័យទទួលបាននៅសេចក្តីសុខសេចក្តីចម្រើនធម្មតាបញ្ហាទំនាក់ទំនងជាមួយនឹងគូស្វាមីភរិយាជាមួយនឹងគូស្នេហ៍គឺសំប្រកបល្អធម្មតាណាបងប្អូនណាបាទសំប្រកបល្អធម្មតាមិនមានការថ្នាំងថ្នាក់ឬមួយក៏លឹះលួសដោយប្រការណាមួយនោះទេមិនមានការថ្នាំងថ្នាក់ឬក៏លឹះលួសដោយប្រការណាមួយទេអញ្ចឹងសូមឲ្យបងប្អូនកូនក្មួយទាំងអស់ដែលកើតនៅឆ្នាំថោះសូមឲ្យលោកសង្ឃឹមញញឹមទុកណាប្រកបដោយក្តីរីករាយប្រកបដោយក្តីមេត្តាប្រកបដោយក្តីសន្តោសទទួលយកនៅអ្វីដែលលោកគ្រូមហាជុំបានព្យាករជូនដល់បងប្អូនកូនក្មួយដែលកើតនៅឆ្នាំថោះណាលោកអ្នកមានលៀបលោកអ្នកមានជ័យលោកអ្នកប្រាថ្នាអ្វីគឺបានសម្រេចដោយសេចក្តីបំណងពងប្រាថ្នារបស់លោកអ្នកហើយប៉ុន្តែទន្ទឹមទៅនឹងលៀបទន្ទឹមទៅនឹងជ័យទន្ទឹមទៅនឹងអ្វីដែលលោកគ្រូបានជម្រាបជូននោះគឺលោកអ្នកក៏នឹងជួបនៅបញ្ហារាំងស្ទះមួយចំនួនដែរលោកអ្នកក៏ជួបនៅបញ្ហារាំងស្ទះមួយចំនួនដែរណាបងប្អូនណាបាទវាមិនរលូនទាំងអស់ទេហើយក៏វាជួបនៅរឿងរ៉ាវដែលរាំងស្ទះមួយចំនួនដែរសម្រាប់អ្នកកើតឆ្នាំថោះហើយសួរលោកគ្រូមហាជុំថាអ្នកកើតឆ្នាំថោះតើបញ្ហារាំងស្ទះនោះមានអីខ្លះបញ្ហារាំងស្ទះនោះមានអីខ្លះអញ្ចឹងលោកគ្រូក៏មិនទុកឲ្យបងប្អូនខ្លាយទៅជាចម្ងល់នាំតែលំបាកដែរលោកគ្រូនឹងជំរាបជូនហើយនឹងបកស្រាយរាយសេចក្តីជំរាបជូនដល់បងប្អូនកូនក្មួយនៅក្នុងឱកាសពេលនេះតែម្ដងរឿងរ៉ាវដែលល្អនិយាយហើយនៅឡើយតែរឿងរ៉ាវអវិជ្ជមានដែលកើតឡើងសម្រាប់កូនចៅដែលកើតឆ្នាំថោះកូនចៅដែលកើតឆ្នាំថោះនៅថ្ងៃស្អែកនេះលោកអ្នកត្រូវតែប្រយ័ត្នប្រយែងសុខភាពលោកអ្នកត្រូវតែប្រយ័ត្នប្រយែងសុខភាពឲ្យមែនតែនណាបងប្អូនណាបាទគីឡូលោកអ្នកជួបនឹងបញ្ហាឈឺបញ្ហាគ្រុនខ្យល់ចាប់ឬក៏ផ្ដាសាយកើតឡើងអញ្ចឹងកូនចៅប្រុសស្រីដែលកើតឆ្នាំថោះសូមប្រយ័ត្នប្រយែងសុខភាពឲ្យខានតែបានណានៅថ្ងៃស្អែកនេះណាបាទអញ្ចឹងសូមឲ្យបងប្អូនកូនក្មួយទាំងអស់ដែលកើតឆ្នាំថោះសូមលោកអ្នកមេត្តាសូមលោកអ្នកពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយថាតើលោកអ្នកត្រូវធ្វើយ៉ាងម៉េចលោកអ្នកត្រូវមានរបៀបយ៉ាងម៉េចខ្លះដើម្បីឲ្យបងប្អូនកូនក្មួយទាំងអស់ជៀសផុតអំពីរឿងរ៉ាវអញ្ចឹងប្រយ័ត្នខ្លួនថែរក្សាសុខភាពបើសិនជាឈឺទិញទួច
អាចទៅពេទ្យរកទិញថ្នាំលេបឲ្យរួចបាទអាចព្យាបាលឲ្យហើយណាអ្នកកើតឆ្នាំថោះណាបាទអញ្ចឹងបងប្អូនកើតឆ្នាំថោះគឺអ្វីវាល្អគ្រប់យ៉ាងអ្វីគឺល្អគ្រប់ទាំងអស់ប៉ុន្តែទាស់តែមួយយ៉ាងទេគឺខ្លាចតែឈឺទេណាបាទអញ្ចឹងប្រយ័ត្នប្រយែងណាបាទអញ្ចឹងកូនចៅឆ្នាំថោះដឹងខ្លួនហើយបើអ្នកសុខភាពល្អក៏ត្រូវតែប្រយ័ត្នហើយបើអ្នកខ្សោយស្រាប់ក៏ត្រូវតែរកថ្នាំរកដង្កូវទុកគីឡូឈឺណាបងប្អូនណាបាទអញ្ចឹងប្រយ័ត្នប្រយែងឲ្យមែនតើអ្នកកើតឆ្នាំថោះអញ្ចឹងនៅក្នុងឱកាសពេលវេលានេះខ្ញុំបាទលោកគ្រូមហាជុំសូមលើកកំបងអញ្ជលីក្រាបថ្វាយបង្គំដល់ទូសបារមីវត្ថុស័ក្តិសិទ្ធិគ្រប់ព្រះអង្គសូមស្ដេចយាងប្រោះប្រទាននៅលៀបកុសលមហាជ័យជូនដល់បងប្អូនកូនក្មួយដែលកើតនៅឆ្នាំថោះសូមឲ្យលោកអ្នកមានលៀបមានជ័យសូមឲ្យលោកអ្នកប្រាថ្នាអ្វីសូមបានសម្រេចដោយសេចក្តីបំណងប៉ងប្រាថ្នាសូមឲ្យទូសបារមីលោកប្រោះប្រទាននៅលៀបលោកប្រោះប្រទាននៅជ័យជូនដល់កូនចៅប្រុសស្រីដែលកើតឆ្នាំថោះសូមឲ្យលោកបានសម្រេចដោយបំណងប៉ងប្រាថ្នាសុភូតតោទេវសង្ឃោបពិតទេវតាទេពនិករដែលស្ថិតនៅជ្រោះជ្រងចលងដងអូននៅគិរីបរពតមាត់បរពាដឹកស្ទឹងទន្លេសូមស្ដេចយាងមកប្រោះព្រំនៅឱសថដែលមានទឹកអមរទិបជូនដល់កូនចៅប្រុសស្រីដែលកើតឆ្នាំថោះសូមឲ្យកូនជាសះពីជំងឺដង្កាត់ទាំងឡាយសូមឲ្យកូនលៀបមានជ័យកូនប្រាថ្នាអ្វីសូមឲ្យបានសម្រេចដោយក្តីបំណងប៉ងប្រាថ្នាសត្រូវទាំងឡាយដែលបៀតបៀនយាយីកូនដោយប្រការណាមួយនោះសូមឲ្យបាក់បោកខ្លោបខ្លាចសូមឲ្យកូនខ្លាយទៅជាបុគ្គលដែលមានឫទ្ធិអំណាចដេកជះខ្លាំងពូកែខ្លាយទៅជាបុគ្គលដែលសម្បូរទៅដោយទ្រព្យជាបុគ្គលដែលមានសុខភាពល្អចាប់ពីពេលនេះតរៀងទៅណាកូនណាសូមអនុមោទនាបាទអញ្ចឹងបងប្អូនឆ្នាំថោះណាលោកមានសំណាងដែលកូនចៅដែលកើតឆ្នាំថោះនឹងបានទស្សបរមីព្រះអង្គលោកប្រទានពរប្រទានជ័យណាហើយរាសីរបស់បងប្អូនក៏មធ្យមដែរមិនមានបញ្ហាអីកើតឡើងទេបន្ទាប់ពីឆ្នាំថោះចូលមកដល់ឆ្នាំរោងបាទឆ្នាំរោងលេខសំណាងរបស់បងប្អូនកូនក្មួយនៅក្នុងថ្ងៃនេះគឺលេខ889បាទលេខ889ពណ៌សំណាងសម្រាប់បងប្អូនដែលកើតឆ្នាំរោងនៅថ្ងៃស្អែកនេះគឺពណ៌ទឹកប្រាក់បាទអញ្ចឹងកូនចៅប្រុសស្រីទាំងអស់ដែលកើតឆ្នាំរោងសូមកូនចៅទាំងអស់ខមមិនលេខ889សូមលោកខមមិនលេខ889ពីព្រោះលេខសំណាងរបស់លោកអ្នកគឺលេខ889ពណ៌សំណាងដែលសម្រាប់កូនចៅទាំងអស់ដែលកើតឆ្នាំរោងគឺពណ៌ទឹកប្រាក់បាទពណ៌សំណាងសម្រាប់កូនចៅប្រុសស្រីដែលកើតឆ្នាំរោងគឺពណ៌ទឹកប្រាក់បាទលេខសំណាងគឺលេខ889បាទឆ្នាំរោងរាសីស្រុតចុះណាបាទប៉ុន្តែមិនថ្មីទេទោះបីជាឆ្នាំរោងរាសីស្រុតចុះក៏ដោយប៉ុន្តែឆ្លងកាត់ការទួសទាយរបស់លោកគ្រូមហាជុំគុណគូមើលថាស្រុតក៏ស្រុតទៅវាមិនមានរឿងអីដែលត្រូវឲ្យបងប្អូនបារម្ភទេអញ្ចឹងបងប្អូនខ្លាចស្រុតសូមបងប្អូនដាក់លេខសំណាងចូលឲ្យលឿនទៅគឺលេខ889ហើយពណ៌សំណាងគឺពណ៌ទឹកប្រាក់ណាសម្រាប់បងប្អូនថ្ងៃស្អែកដែលកើតឆ្នាំរោងអញ្ចឹងលោកគ្រូមហាជុំចង់ជំរាបជូនដល់បងប្អូនកូនក្មួយទាំងអស់ឲ្យបានជ្រាបថារឿងរ៉ាវនៅក្នុងជីវិតនៅថ្ងៃស្អែកនេះគឺស្មុគស្មាញច្រើនសម្រាប់អ្នកកើតឆ្នាំរោងណាស្មុគស្មាញច្រើនខឹងច្រើនហើយក៏ឆេវឆាវច្រើនអញ្ចឹងសូមឲ្យបងប្អូនទាំងអស់គួរតែលះបង់តិចទៅណាបងប្អូនណាបាទលះបង់នៅសេចក្តីក្រោធលះបង់នៅសេចក្តីខឹងលះបង់នៅរឿងរ៉ាវផ្សេងដែលនាំឲ្យយើងកើតនៅការក្រោធនៅក្នុងចិត្តណាបាទដើម្បីលះបង់នៅការក្រោធនៅក្នុងចិត្តបានគឺគ្រាន់តែយើងមានធម៌ខន្តីអត់ធ្មត់អញ្ចឹងបើសិនជាប្តីបងប្អូនឪពុកម្ដាយកូនចៅអ្នកជុំវិញខ្លួនខ្ញុំកំដរអ្នកបំរើឆ្វេងស្ដាំធ្វើទៅវាមិនសមរម្យវាមិនត្រូវភ្នែកវាមិនត្រូវតិចដកដង្ហើមធំមួយតែប៉ុណ្្នឹងទៅហើយក៏លើកចិត្តថាអត់ធ្មត់ណា
អត់ធ្មត់ណាឲ្យវារឿងដែលវាកើតឡើងឲ្យវាកើតសិនចោះកុំយករឿងទៅខឹងកាលណាហ៊ានតែខឹងសម្រាប់អ្នកកើតឆ្នាំរោងនៅថ្ងៃស្អែកនេះវាខាតលៀបខាតជ័យណាបងប្អូនណាបាទវាខាតលៀបខាតជ័យហើយកុំយកខួរក្បាលទៅរករឿងអត់ប្រយោជន៍ព្រោះថាថ្ងៃស្អែកនេះបងប្អូនកើតឆ្នាំរោងជឿជាក់ថានឹងមានគេមកពឹងពាក់រឿងលុយកាក់អ្នកដែលកើតឆ្នាំរោងនៅថ្ងៃស្អែកនេះលោកគ្រូជឿជាក់ថានឹងមានគេមកពឹងពាក់ពុំអ្នកអាស្រ័យរឿងលុយកាក់និយាយរួមបើគេមិនមកសុំលុយក៏គេមកខ្ចីលុយដែរនិយាយរួមបើគេមិនមកសុំលុយក៏គេមកខ្ចីលុយដែរអ្នកកើតឆ្នាំរោងណាបាទអញ្ចឹងសូមឲ្យបងប្អូនកូនក្មួយទាំងអស់ដែលកើតឆ្នាំរោងប្រយ័ត្នប្រយែងទៅដែលគេមកខ្ចីនោះដែលគេមកសុំនោះបាទប៉ុន្តែបើគេសុំឲ្យទៅណោះបងប្អូនគ្នាអត់ទេបានគ្នាមកសុំព្រោះថាយើងឆ្នាំរោងអាក្រក់ល្អមាត់ធំមាត់តូចប៉ុន្តែចិត្តវាមិនដាច់អាក្រក់ល្អមាត់ធំមាត់តូចចិត្តមិនដាច់ទេបាទអញ្ចឹងក៏ត្រូវតែឲ្យទៅណាស់តាមលទ្ធភាពកូនចៅមានតិចឲ្យតិចកូនចៅមានច្រើនឲ្យច្រើនប៉ុន្តែអ្នកដែលមកខ្ចីលុយបងប្អូនកើតឆ្នាំរោងនេះគឺប្រយ័ត្នបន្តិចណាប្រយ័ត្នយ៉ាងម៉េចមកខ្ចីលុយហ្នឹងគឺខ្ចីនឹងអត់ស្ទុំទេព្រោះថាខ្ចីអត់សងអញ្ចឹងសិលវិធីអ្នកដែលមកខ្ចីលុយហ្នឹងគឺខ្ញុំជឿជាក់ថាប្រកាសជាផ្អែមល្ហែមទំអូនទំអែធ្វើឲ្យយើងអាណិតធ្វើឲ្យយើងអាសូរអញ្ចឹងបើសិនជាបងប្អូនហ៊ានតែល្វេះឲ្យហើយគឺអត់បានមកវិញទេណាបាទប្រយ័ត្នតែថាប្រាប់ហើយថាមិនឲ្យខ្ចីលុយប្រយ័ត្នតែជ្រុលឲ្យគេខ្ចីហើយគេអត់សងមកសួរលោកគ្រូថាគ្រូមហាជុំអីធ្វើម៉េចបានឲ្យគេសងលុយបាទគ្រូមហាជុំអីធ្វើម៉េចបានឲ្យគេមកសងលុយអាហ្នឹងគ្រូមហាជុំក៏អត់ដឹងដែរណាបងប្អូនណាបាទអត់អាចជួយបានទេព្រោះថាបនប្រាប់មុនហើយបាទអញ្ចឹងគឺសូមឲ្យបងប្អូនកូនក្មួយទាំងអស់ដែលកើតនៅឆ្នាំរោងមានការប្រយ័ត្នប្រយែងទី1ពាក្យសម្ដីសេចក្តីក្រេវក្រោធឲ្យកាន់ធម៌ខន្តីទី2គឺមានគេមកខ្ចីលុយហើយអញ្ចឹងមើលពិចារណាឲ្យមែនតែនណាបាទមើលឲ្យពិចារណាឲ្យមែនតែនថាតើការខ្ចីលុយនោះវាជារឿងល្អឬមួយក៏យ៉ាងណាណាបាទអញ្ចឹងសូមប្រយ័ត្នប្រយែងណាអ្នកកើតឆ្នាំរោងប្រយ័ត្នទី1អារម្មណ៍ឆេវឆាវទី2ប្រយ័ត្នគេមកខ្ចីលុយព្រោះយើងនេះវាមាត់អាក្រក់ប៉ុន្តែចិត្តល្អបាទចិត្តល្អមែនតែនអញ្ចឹងប្រយ័ត្នប្រយែងណាអ្នកកើតឆ្នាំរោងណាអញ្ចឹងកូនចៅកើតឆ្នាំរោងលេខសំណាង889ពណ៌សំណាងពណ៌ទឹកប្រាក់រាសីចុះបន្តិចអីណាបងប្អូនណាបាទអញ្ចឹងសូមអ្នកកើតឆ្នាំរោងទាំងអស់ដែលកំពុងតែមើលការ live នឹងទម្លាក់ទូរស័ព្ទចុះសិនហើយលើកដៃសំពះជាមួយលោកគ្រូទាំងអស់គ្នាណាបងប្អូនណាបាទខ្ញុំបកណាខ្ញុំលោកគ្រូមហាជុំសូមលើកកំបង់អញ្ជលីក្រាបថ្វាយបង្គំដល់ទូសបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងលោកសូមស្ដេចយាងចុះមកសិទ្ធិប្រោះព្រំដល់កូនចៅប្រុសស្រីដែលកើតឆ្នាំរោងសូមឲ្យកូនមានលៀបមានជ័យសូមឲ្យកូនប្រាថ្នាអ្វីសូមបានសម្រេចដូចសេចក្តីបំណងពងប្រាថ្នាចាប់ពីពេលនេះតទៅជួបតែលៀបជួបតែជ័យមានទ្រព្យសម្បត្តិមហាសាលកើតជាអាយុឧត្តមកើតជាលោកជំទាវកើតជាមហាសេដ្ឋីគ្រប់គ្នាសូមអនុមោទនាណាបាទសូមឲ្យកូនចៅប្រុសស្រីកើតនៅឆ្នាំរោងសូមអនុមោទនាទទួលយកណាបងប្អូនណាបាទអញ្ចឹងបន្ទាប់មកទៀតកូនចៅប្រុសស្រីទាំងអស់ដែលកើតនៅឆ្នាំម្សាញ់បាទឆ្នាំម្សាញ់រាសីរបស់លោកអ្នកនៅក្នុងថ្ងៃនេះគឺมันខ្ពស់ហើយក៏មិនធ្លាក់มันខ្ពស់មិនទាបណាសម្រាប់អ្នកកើតឆ្នាំម្សាញ់ណាអញ្ចឹងកូនចៅប្រុសស្រីដែលកើតឆ្នាំម្សាញ់រាសីរបស់លោកអ្នកគឺមធ្យមបាទរាសីរបស់លោកអ្នកមធ្យមណាបាទពណ៌សំណាងរបស់បងប្អូនកូនក្មួយគឺលេខសំណាងរបស់បងប្អូនកូនក្មួយដែលកើតឆ្នាំម្សាញ់គឺលេខ491បាទគឺលេខ491ពណ៌សំណាងសម្រាប់បងប្អូនកូនក្មួយដែលកើតឆ្នាំម្សាញ់ពណ៌សំណាងសម្រាប់បងប្អូនកូនក្មួយដែលកើតឆ្នាំម្សាញ់គឺពណ៌ផ្កាឈូកណាបងប្អូនណាបាទម្សាញ់លេខសំណាង491ពណ៌សំណាងពណ៌ផ្កាឈូករាសីមធ្យម
អ្នកកើតឆ្នាំម្សាញ់លេខសំណាង491ពណ៌សំណាងពណ៌ផ្កាឈូករាសីមធ្យមអញ្ចឹងកូនចៅប្រុសស្រីទាំងអស់ដែលកើតឆ្នាំម្សាញ់សូមកូនចៅ comment លេខ491ហើយពណ៌សំណាងគឺពណ៌ផ្កាឈូកកូនចៅអាច share វីដេអូលោកគ្រូមហាជុំមួយហើយ comment លេខ491បាទ share វីដេអូហើយ comment លេខ491ណាអ្នកកើតឆ្នាំម្សាញ់ភាសាទៀតម្សាញ់លេខសំណាង491ពណ៌សំណាងគឺពណ៌ផ្កាឈូកបាទរាសីមធ្យមរាល់កិច្ចការងារទាំងអស់សម្រាប់កូនចៅដែលកើតឆ្នាំម្សាញ់រាល់កិច្ចការងារទាំងអស់របស់កូនចៅកើតឆ្នាំម្សាញ់គឺនឹងទទួលបាននៅសេចក្តីល្អបាទទទួលបាននៅសេចក្តីល្អពោលគឺលៀបជ័យសុខសប្បាយសុខចម្រើនពោលគឺលៀបជ័យសុខសប្បាយសុខចម្រើនលោកអ្នកប្រកបកិច្ចការអីគឺបានដោយបំណងប៉ងប្រាថ្នាអ្នកកើតឆ្នាំម្សាញ់ណាបាទអ្នកកើតឆ្នាំម្សាញ់ប្រកបកិច្ចការអីបានដូចក្តីបំណងប៉ងប្រាថ្នាលោកអ្នកមានលៀបលោកអ្នកមានជ័យលោកអ្នកហេងគ្រប់ប្រការនៅឆ្នាំម្សាញ់នេះជំនួញជួញដូរក៏ល្អរឿងរ៉ាវស្នេហាក៏ល្អអត់មានអីដែលត្រូវប្រយ័ត្នប្រយែងទេអត់មានអីដែលត្រូវពិបាកទេអញ្ចឹងបងប្អូនកូនក្មួយទាំងអស់ដែលកើតឆ្នាំម្សាញ់ណាបាទអញ្ចឹងអត់មានអីទេណាសូមឲ្យមានលៀបមានជ័យប៉ុន្តែទន្ទឹមនឹងការមានលៀបទន្ទឹមនឹងមានការជ័យទន្ទឹមនឹងសុខទន្ទឹមនឹងចម្រើននឹងកូនចៅប្រុសស្រីដែលកើតឆ្នាំម្សាញ់ក៏មានរឿងរ៉ាវមួយចំនួនទៀតដែលត្រូវតែប្រយ័ត្នប្រយែងដែរត្រូវដែលប្រយ័ត្នប្រយែងនោះគឺរឿងពាក្យសម្ដីគឺរឿងពាក្យសម្ដីណាបាទកន្លងមកបងប្អូនឆ្នាំម្សាញ់លោកគ្រូជឿជាក់ថាបងប្អូនទាំងអស់ពូកែនៅក្នុងការដោះសារបងប្អូនពូកែនៅក្នុងការដោះសារទោះបីជារឿងនេះតូចក្តីធំក្តីបងប្អូនឆ្នាំម្សាញ់អាចយករួចខ្លួនបានបងប្អូនឆ្នាំម្សាញ់អាចយករួចខ្លួនបានប៉ុន្តែនៅថ្ងៃស្អែកនេះបើសិនជារឿងណាមួយដែលកើតឡើងហើយសូមបងប្អូនទទួលយកកំហុសចោះហើយក៏សូមទោសគេទៅសូមបងប្អូនទទួលយកកំហុសក៏សូមទោសគេទៅណាបាទបើមិនអញ្ចឹងទេបងប្អូនអាចជួបទៅនឹងរឿងរ៉ាវដែលនឹកស្មានមិនដល់ឧបមាថាបងប្អូនធ្វើការងារហើយបងប្អូនមានកំហុសខុសឆ្គងអញ្ចឹងចៅវាយនាយធ្វើការស្ដីបន្ទោសដល់បងប្អូនហើយបងប្អូនអត់ទទួលយកកំហុសនឹងទេក៏ដោះសារថាវាមិនមែនអញ្ចឹងទេវាអញ្ចេះមួយវាអញ្ចោះមួយអញ្ចឹងរាល់ដងបងប្អូនដោះសារបានប៉ុន្តែឥឡូវនេះបងប្អូនមិនអាចដោះសារបានទេលោកគ្រូផ្ដាំឲ្យផ្ដាំទៀតបើសិនជាកំហុសរបស់យើងហើយយើងវាមិនថោកអីនឹងដៃថ្លៃអីនឹងមាត់ទេលើកមករៀមដៃ10ថាបងហើយប្អូនហើយមេហើយខ្ញុំសូមអភ័យទោសពីព្រោះថារឿងនេះធ្វើម៉េចបានវាជ្រុលកើតឡើងទៅហើយសូមបងប្អូនកុំប្រកាន់ទោសអស់ដំណើរជាមួយនឹងខ្ញុំបកណ្ណាខ្ញុំអីសូមបងអភ័យទោសទៅខ្ញុំខុសហើយខ្ញុំសុំទោសអញ្ចឹងគឺបានណាប៉ុន្តែបើសិនជាបងប្អូនខុសហើយនៅតែប្រកែកនៅតែដោះសារទៀតធ្វើឲ្យថ្នាក់លើនឹងចវាយនាយគេខឹងធ្វើឲ្យថ្នាក់លើនឹងចវាយនាយគេមិនចូលចិត្តអញ្ចឹងធ្វើឲ្យយើងអាចបាត់បង់ការងារធ្វើឲ្យយើងអាចបាត់បង់នៅអ្វីគ្រប់យ៉ាងអញ្ចឹងសូមឲ្យបងប្អូនដែលកើតឆ្នាំម្សាញ់មានការប្រយ័ត្នប្រយែងណាបាទអញ្ចឹងបងប្អូនកើតឆ្នាំម្សាញ់ដឹងហើយថាអ្វីដែលលោកគ្រូឲ្យប្រយ័ត្នអញ្ចឹងលេខសំណាងគឺលេខ491ពណ៌សំណាងគឺពណ៌ផ្កាឈូកណាបងប្អូនកូនក្មួយដែលកើតឆ្នាំម្សាញ់អញ្ចឹងក្នុងឱកាសពេលវេលានេះសូមឲ្យកូនចៅកើតឆ្នាំម្សាញ់ទាំងអស់លើកដៃឡើងប្រណម្យបួងសួងជាមួយលោកគ្រូមហាជុំបាទនៅក្នុងឱកាសពេលវេលានេះខ្ញុំបាទលោកគ្រូមហាជុំសូមលើកកំបងអញ្ជលីក្រាបថ្វាយបង្គំដល់ទូសបារមីវត្ថុស័ក្តិសិទ្ធិនៅក្នុងលោកសូមស្ដេចយាងចុះមកប្រសិទ្ធពរជ័យជូនដល់កូនប្រុសកូនស្រីដែលកើតឆ្នាំម្សាញ់សូមឲ្យកូនប្រាថ្នាអ្វីបានដូចបំណងប៉ងប្រាថ្នាសូមឲ្យទេវតាទាំង10000លោកធាតុបារមីប្រពុតត្រាស់ដឹងទាំង4ព្រះអង្គនឹងមិនទាន់ត្រាស់ដឹងនៅក្នុងផតកັບនេះសូមប្រទាននៅសពសាធុការពរជ័យសិរីសួស្តីជូនដល់កូនកើតឆ្នាំម្សាញ់សូមឲ្យកូនមានលៀបមានជ័យសូមឲ្យកូនប្រាថ្នាអ្វីបានសម្រេចដូចសេចក្តីបំណងប៉ងប្រាថ្នាចាប់ពីពេលនេះនាទីនេះតរៀងទៅសូមអនុមោទនាបាទកូនចៅកើតឆ្នាំម្សាញ់ណាបាទទទួលយកណា
bà tổ pi con trai cả năm mà xanh hơi trôi một đó năm màu mì bà trôi một đó năm màu mì nè bà năm màu mì đi xây rồi bỏ lục nè nơi nông ở ngày ní cứ mình copy mà sao mình tế cứ mặt xung đôi kia bà mặt xung đôi kia ná lên sầm náng cứ lên ngầu hên lên mà rồi học sập bầm buồn bà po sầm náng sầm mẹ bong phôn con muối đại cao năm màu mì cứ po pro pay bà chẳng bong phôn con muối đại cao năm màu mì riết xây rồi bỏ lục nè nơi riết xây rồi bỏ lục nè cứ mặt xungเลขสำนักสำหรับบองปอนโกนขโมยได้เกิดในชนะมมีคือเลข169ปอสำนักคือปอประเภทนะบ่าปอสำนักคือปอประเภทจังบองปอนโกนขโมยต่างออกได้เกิดชนะมมีส้มเอาบองปอนโกนขโมยคอมมันเลข169นะบ่าหายจำนะปอสำนักสำหรับยืงในไทยไซนี่คือปอประเภทจังบองปอนโกนขโมยต่างออกจิตีสลังรบบลูกครูมหาจมลูกครูจ้องจุมีบจูนบองปอนโกนขโมยได้การชนะมมีท่ารีไซรบบลูกเนี่ยมัดชมปัดแมนกาเงียจุมนูนจูนโดรบบลูกเนี่ยคือจูบแต่นังเรื่องละอลวดโดกดดักเรื่องร้ายไอ้ก็ละอสอบอย่างเรื่องร้ายสักได้สไนห้าจิมวยนังกูสวาไม่แพ้ดีเยอะคือละอ่อนนะอ่อนเมียนเชียกาปะตึงกิจเนียเพลจัดเพลอารมณ์หรือมวยก็เชียกาปะตึงกิจเอาไว้ได้จังรกซีก็บ้านเพื่อลำนาแต่ตีจัดตีง่ายก็ละอ๋อบ่าเรื่องไรสไนฮาก็ปไปได้สมัยเนี่ยการชนะมมีจังเอาไว้คือละออกรุบยางนะเนี่ยการชนะมมีนะบ่าปันท้ายสมเอาเนี่ยการชนะมมีเมียนกาปรองประหยัดบันติกในขนมคลุนมีนกาปรองประหยัดติดในขนมคลุนในไงไซนี่บ่ามีนกาปรองประหยัดนะประหยัดนั่งประหยัดเรื่องไอ้ลูกขู่มหาจมบ่าประหยัดไงไซนั่งคือประหยัดเมียนตุ่มนอชลูกเนี้ยจีมวยเงียดจัดขางเนี่ยการชนะมมีไงไซคือประหยัดเมียนตุ่มนอชลูกเนี้ยจีมวยเงียดจัดขางเงียดจัดขางนั่งอย่างมัดขู่มหาจมบานเถอเมียนตุ่มนอชลูกตัวแตงเนี้ยnhiệt chất kháng bên than nẹ tè nơi chất khía nẹ để lụa đô nơi chất tộp khía bà sân chỉ dương mình miên ca ọt một tế bà sân chỉ dương mình che sầm rộp sầm rùa nơi nông sạch than là ca tế dương ai nâng chua khía chỉ dạy tha hết cả làng dương ai nâng chua khía chỉ dạy tha hết cả làng chẳng lục hú trong chùm hiệp chún con trai thá xong mà miên ca ọt một bà sân chỉ nẹ chất khangเธอการเลือกลวกเขาเกิงโดยประการนามวยมากันเตะยืงอัดหมดเตยเรื่องไอ้ก็ได้อัดหมดนะยืงอัดจังเอาเมียนกาชลูกเนียเตะเมงขมางเมียนกาชลูกเนียไว้ตอบเนียนติ่งตัวไตแต่ปะปอเลยยืงเฉียวปกมาได้ยืงก็อัดหมดยืงก็หยิ่งย่ำอันนั้นบางอันเป็นเรื่องการหลังสัตว์จิงจำชายชมาก็ถือประหยัดประหยัดถ้าเรื่องเอาไว้กรุบยางตั้งอ้อโกนใช้เตยแต่ประหยัดประหยัดก็เอาฉลุกนี่จำนายไอเนี้ยลวกโดจุดนี่เนาะบ่าไตแต่เมียนมวยจังผีมวยโจรมวยเองจังไงจังกลมฉลุกนี่กลมอ่อนจุดนี่เพื่อมัดสัมซอมเยียดเมียนแต่เนี้ยจุดคางยืงเต้แต่เกช่วยยืงไอบานล้อช่วยเมื่อกาขอเตยจังอโลกเอาประหยัดประหยัดติดจะมวยนั่งเหยียดจุดค้างกับเอาฉลุกเนี่ยนะตัวใบทวนมอดทวนสมได้ก็ยังเถออดหมดได้พวกลูกครูมันจังเอายังเมียนกาฉลุกเนี่ยเต้จะมวยหนึ่งเหยียดจุดค้างเนี่ยนะบางจังสมไอโกนใจตั้งอ้อเมียนกาผงประหยัดแต่ปันนั่งจังเนี่ยได้การชนะมุมมีนะในน้องการไล่ดอกบอลลูกครูมาให้จมในของไทยนี้สมเลิกสมบองปอนการชนะมุมมีทั้งอ้อเลิกมาเรียมได้ลายทั้งอ้อเนี่ยนะบ่าในขนมอากาศเปรี้ยวเรียนนี่ขยมบาดลูกครูมหาจมโสมบวงสวงดอลสกัดเตบริยได้จะสไลเตวัดดาโสมสไลเยียงจอมอประสิทธิปริกาจูนดอลบองปอนโกนขมุยแต่อ้อได้การในชนามโรงโสมไอโกนขมุยแต่อ้อมีเลียบมีใจโสมไอโกนขมุยแต่อ้อพัฒนาไว้โสมไอบานสมัยด้วยได้บ่มองปองพัฒนาจะไปเป็นต่อเตอเฮงเลียบใจจูนดอลโกนใจแต่ออกเนียได้การในชนามมีโสมซกโสมจมเมินโสมซกโสมจ
chây xôm sọc sào phía liệp chây hô chôl đó côn trai pro sấy tầng on ná tiền ná xôm ạ nụ một tầng ni bà to pi côn pro sấy đại cao năm rong ô xôm tốt đại cao năm một mí chôl đó côn pro sấy đại cao năm một mè năm một mè nơi ngày sai ní cứ riêng sấy lại pua trọ đại bà nè cao năm một méឡើងខ្ពស់ណាបាទលេខសំណាងអ្នកកើតឆ្នាំមួយម៉ែនៅថ្ងៃស្អែកនេះកូនចៅដែលកើតឆ្នាំមួយម៉ែលេខសំណាងបានន័យថា lucky number បាទ lucky number របស់បងប្អូនដែលកើតឆ្នាំមួយម៉ែគឺលេខប្រមាណទៅបងប្អូនបាទគឺលេខ109បាទអញ្ចឹងកូនចៅប្រុសស្រីដែលកើតនៅឆ្នាំមួយម៉ែលេខសំណាងលេខ109ណាលេខ109លេខ1លេខ0និងលេខ9បាទកូនចៅដែលកើតឆ្នាំមួយម៉ែរាសីឡើងខ្ពស់ត្រដែតលេខសំណាងគឺលេខ109ពណ៌សំណាងគឺបាទពណ៌សំណាងគឺពណ៌អាចសេះបាទពណ៌សំណាងគឺពណ៌អាចសេះណាបងប្អូនណាបងប្អូនប្រហែលជាស្គាល់ពណ៌អាចសេះណាមិនបាច់លោកគ្រូមហាជុំជំរាបជូនអីច្រើនទេពណ៌អាចសេះគឺជាប្រភេទពណ៌អាវទាហានណាបាទអាវយឺតទាហានបងប្អូនឃើញទេណោះអាវទាហានណាបាទអាវទាហានហ្នឹងគឺពណ៌ហ្នឹងណាពណ៌ទាហានហ្នឹងគឺពណ៌អាចសេះណាបងប្អូនណាបាទអញ្ចឹងអ្នកខ្លះគេហៅពណ៌ត្រេអ៊ីវអ្នកខ្លះគេហៅពណ៌អាចសេះអីអញ្ចឹងណាបាទអញ្ចឹងពណ៌អាចសេះណាអ្នកកើតឆ្នាំមួយម៉ែអញ្ចឹងកូនចៅប្រុសស្រីទាំងអស់ដែលកើតឆ្នាំមួយម៉ែលេខសំណាងរបស់កូនចៅគឺលេខ109រាសីឡើងខ្ពស់តដែតពណ៌សំណាងគឺពណ៌អាចសេះពណ៌កគីណាបងប្អូនពណ៌កគីឬមួយក៏ពណ៌ទាហានបាទពណ៌អាចសេះណាបងប្អូនស្គាល់អាចសេះបាទអញ្ចឹងការងារទាំងអស់សម្រាប់បងប្អូនកូនក្មួយដែលកើតឆ្នាំមួយម៉ែបាទខ្ញុំគិតថារៀងស្ទះលុយបន្តិចរាសីរបស់លោកអ្នកបើកមកវិញហើយរាសីរបស់លោកអ្នកបើកមកវិញហើយបញ្ហាស្ទះលុយកាក់បញ្ហាស្ទះការងារបន្តិចតួចគឺនឹងចម្រើនរុងរឿងនៅថ្ងៃស្អែកនេះវិញណាបាទចម្រើនរុងរឿងហ្នឹងអញ្ចឹងចាប់ពីថ្ងៃស្អែកទៅគឺរាសីបើកឯងបាទចាប់ពីថ្ងៃស្អែកទៅគឺរាសីរបស់យើងគឺបើកឯងបាទបើកហើយមានលៀបមានជ័យហើយមានសំណាងមកវិញហើយអ្នកកើតឆ្នាំមួយម៉ែរឿងរ៉ាវស្នេហាក៏យល់ចិត្តគ្នាដែររឿងរ៉ាវស្នេហាក៏យល់ចិត្តគ្នាដែរណាផ្អែមល្ហែមស្រឡាញ់បាទតិចចិត្តហើយបើសិនជាមិនទាន់មានគូអ្នកកើតឆ្នាំមួយម៉ែក៏នឹងមានគូមកវិញដែរក៏នឹងមានគូមកដែរណាបានសុខបានចម្រើនហើយជួបនៅរឿងរ៉ាវល្អៗនៅក្នុងជីវិតរកលុយបានណាចាប់ពីថ្ងៃទី18ឡើងទៅអញ្ចឹងរឿងឆុងលែងមានហើយអ្នកកើតឆ្នាំមួយម៉ែណាបាទរឿងសើយក៏លែងមានដែរពេញមួយឆ្នាំខាលនេះគឺជាឆ្នាំដែលល្អសម្រាប់កូនចៅកើតឆ្នាំមួយម៉ែអញ្ចឹងធ្វើអីក៏ជោគជ័យដែរណារាសីបើកជីអ៊ុនឡើងមកវិញហើយហេងមកវិញហើយសំប្រកបមកវិញហើយបាទហេងមកវិញហើយបើកមកវិញហើយសំប្រកបមកវិញហើយធ្វើអីក៏ទទួលបានកាក់កបដែរអញ្ចឹងកូនចៅដែលកើតឆ្នាំមួយម៉ែសូមញញឹមមួយញញឹមនេះមិនមែនញញឹមបញ្ជាក់នៅសេចក្តីព្រួយទេញញឹមបញ្ជាក់នៅសេចក្តីលៀបញញឹមបញ្ជាក់នៅសេចក្តីជោគជ័យដើម្បីឲ្យយើងមានលៀបដើម្បីឲ្យយើងមានជ័យដើម្បីឲ្យយើងធ្វើអីក៏បានសំប្រកបដោយបំណងពងប្រាថ្នាអញ្ចឹងបងប្អូនកូនក្មួយទាំងអស់ដែលកើតនៅឆ្នាំមួយម៉ែសូមឲ្យអស់លោកអ្នកទទួលលៀបទទួលជ័យនេះឲ្យត្រៀមពីថ្ងៃនេះទៅញញឹមប្រព្រឹមប្រព្រៃឲ្យថ្ងៃស្អែកដែលជាថ្ងៃលៀបជ័យរបស់យើងនោះគឺទទួលបាននៅគេហៅថាមហាសម្បត្តិទទួលបាននៅមហាលៀបមហាជ័យអញ្ចឹង
ជាថ្មីម្ដងទៀតកូនចៅប្រុសស្រីដែលកើតឆ្នាំមម៉ែសូមឲ្យកូនចៅទាំងអស់ដេកសង្ឃឹមញញឹមទុកទទួលលៀបទទួលជ័យសុខសប្បាយសុខចម្រើនចាប់ពីថ្ងៃនេះចាប់ពីពេលនេះតរៀងទៅបាទគ្រប់ប្រការណាល្អទាំងអស់អញ្ចឹងអ្នកកើតឆ្នាំមម៉ែលើកដៃប្រណម្យមួយលោកគ្រូណាបាទលោកគ្រូនឹងអញ្ជើញអស់ស្ដេចទេវតាឲ្យពរឲ្យជ័យដល់កូនចៅកើតឆ្នាំមម៉ែណាអញ្ចឹងក្នុងឱកាសដ៏សែនមនោរម្យនេះខ្ញុំបាទលោកគ្រូមហាជុំសូមលើកកំបង់អញ្ជលីក្រាបថ្វាយបង្គំដល់គុណទសបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងលោកសូមស្ដេចយាងចុះមកប្រោះព្រំប្រសិទ្ធិបលីកាជូនដល់កូនចៅប្រុសស្រីទាំងអស់ដែលកើតនៅឆ្នាំមម៉ែសូមឲ្យកូនមានលៀបសូមឲ្យកូនមានជ័យសូមឲ្យកូនប្រាថ្នាអីសូមឲ្យបានសម្រេចដោយក្តីបំណងពងប្រាថ្នាលៀបជ័យហេងចាប់ពីពេលនេះតទៅសូមឲ្យកូនទាំងអស់បានសំប្រកបណាកូនណាចាប់ពីពេលនេះចាប់ពីម៉ោងនេះតទៅជារៀងរហូតដោយទស្សបារមីបីបំថ្នមថៃកូនចៅប្រុសស្រីណាសូមបានលៀបបានជ័យបានសុខបានចម្រើនសូមអនុមោទនាបាទឆ្នាំមម៉ែណាបាទបន្ទាប់ពីឆ្នាំមម៉ែចូលមកដល់ឆ្នាំវោករាសីឆ្នាំវោកបាទរាសីឆ្នាំវោកសម្រាប់ថ្ងៃស្អែកគឺមិនស្រុតហើយក៏មិនឡើងដែរគឺមធ្យមបាទមិនស្រុតក៏មិនឡើងដែរមធ្យមណាបាទអញ្ចឹងលេខសំណាងសម្រាប់កូនចៅដែលកើតឆ្នាំវោកគឺលេខ916បាទកូនចៅដែលកើតឆ្នាំវោកលេខសំណាង916ណាបាទពណ៌សំណាងសម្រាប់កូនចៅដែលកើតឆ្នាំវោកគឺពណ៌ខ្មៅបាទអញ្ចឹងកូនចៅដែលកើតឆ្នាំវោករាសីរបស់លោកអ្នកមធ្យមពណ៌សំណាងពណ៌ខ្មៅរាសីមធ្យមពណ៌សំណាងពណ៌ខ្មៅបាទលេខសំណាងលេខ916អញ្ចឹងកូនចៅប្រុសស្រីទាំងអស់ដែលកើតឆ្នាំវោកសូមខមមិនលេខ916ដែលជាលេខសំណាងសូម share វីដេអូលោកគ្រូមហាជុំមួយដាក់លេខ916បាទរាសីមធ្យមណាអញ្ចឹងបងប្អូនកូនក្មួយទាំងអស់ដែលកើតឆ្នាំវោកសូមឲ្យបងប្អូនទាំងអស់ចាំស្ដាប់ណាលេខសំណាង916ពណ៌សំណាងគឺពណ៌ខ្មៅអញ្ចឹងបងប្អូន share វីដេអូលោកគ្រូមហាជុំមួយទៅដាក់លេខ916ដូចគ្នានៅថ្ងៃស្អែកនេះគឺល្អសម្រាប់កូនចៅទាំងអស់ណាកូនចៅធ្វើដំណើរទោះបីជាទីជិតទីឆ្ងាយក៏កូនចៅជួបតែនឹងរឿងរាវល្អនៅក្នុងចិត្តកូនចៅជួបតែនឹងសេចក្តីសុខសេចក្តីចម្រើនកូនចៅជួបតែនឹងអារម្មណ៍ល្អកូនចៅជួបតែនឹងមនុស្សល្អនៅជុំវិញខ្លួនបាទជួបអ្វីគឺសិតតែល្អទាំងអស់ណាបាទអារម្មណ៍ក៏ល្អចិត្តក៏ល្អថាល្អទាំងអស់អ្នកកើតឆ្នាំវោកប៉ុន្តែអ្វីដែលខ្ញុំចង់ជំរាបជូនដល់កូនចៅទាំងអស់ដែលត្រូវប្រយ័ត្នគឺមានចំណុចតូចមួយដែលត្រូវប្រយ័ត្នណាសម្រាប់កូនចៅដែលកើតឆ្នាំវោកណាបាទប្រយ័ត្នបាត់របស់ណានៅថ្ងៃស្អែកណាជើងលេខលោកបានបញ្ជាក់យ៉ាងច្បាស់ហើយថាកូនចៅប្រុសស្រីដែលកើតឆ្នាំវោកឲ្យប្រយ័ត្នបាត់របស់អីដែលត្រូវប្រយ័ត្នលោកគ្រូមហាជុំរបស់អីក៏ដោយបាទឲ្យតែនៅក្នុងផ្ទះគឺប្រយ័ត្នភ្លេចដៃប្រយ័ត្នវង្វេងដៃឬមួយក៏ប្រយ័ត្នបាត់ណាបាទអញ្ចឹងប្រយ័ត្នប្រយែងណាបាទប្រយ័ត្នប្រយែងឲ្យមែនតែនប្រយ័ត្នបាត់ណាអញ្ចឹងប្រយ័ត្នបាត់របស់អីទៅរបស់អីក៏ដោយឲ្យគិតថារបស់នឹងប៉ុន្តែប្រយ័ត្នហ្នឹងគឺលោកគ្រូមហាជុំចង់ជំរាបជូនថាបើសិនជាភ្លេចមែនបើសិនជាបាត់មែនណាមិនច្រើនទេតិចតួចទេប៉ុន្តែចង់ឲ្យកូនចៅទាំងអស់ប្រយ័ត្នប្រយែងណាបាទចង់ឲ្យកូនចៅទាំងអស់ប្រយ័ត្នប្រយែងបន្តិចណាបាទសម្រាប់អ្នកកើតនៅឆ្នាំវោកប្រយ័ត្នណាបាទរាសីមធ្យមល្អគ្រប់យ៉ាងលេខសំណាង916ពណ៌សំណាងពណ៌ខ្មៅរាសីមធ្យមលោកអ្នកធ្វើអីក៏បានជោគជ័យប៉ុន្តែប្រយ័ត្នតែម្យ៉ាងទេប្រយ័ត្នបាត់របស់អញ្ចឹងអ្នកកើតឆ្នាំវោកដឹងខ្លួនហើយណាបាទប្រយ័ត្នប្រយែងតិចទៅគេ
គីឡូបាត់ដូចអ្វីដែលលោកគ្រូថាណាហើយកុំគិតថាលោកគ្រូមហាជុំដាក់បដាសាកូនចៅដែលកើតឆ្នាំវោកអត់ដាក់បដាសាទេប៉ុន្តែគ្រាន់តែទាយទៅតាមក្បួនទៅតាមຂ្នាតទៅតាមតម្រាឲ្យកូនចៅបានដឹងហើយបើកូនចៅបានដឹងហើយកូនចៅក៏មានការប្រុងប្រយ័ត្នទៅណោះបើគ្រូថាខ្លាចបាត់យើងក៏ប្រយ័ត្នទៅគ្រូថាមិនថាលេខឆ្នាំវោកត្រូវតែបាត់ណាអត់ទេណាកូនចៅណាបានគ្រាន់តែថាឲ្យប្រយ័ត្នអញ្ចឹងកូនចៅក៏ប្រយ័ត្នទៅប្រហែសបាត់ប្រយ័ត្នគង់ណោះពាក្យបុរាណលោកថាប្រហែសបាត់ប្រយ័ត្នគង់ណាអញ្ចឹងយើងធ្វើការប្រយ័ត្នទៅគឺនឹងមានលៀបមានជ័យហើយនឹងសុខចម្រើនចូលមកដល់យើងគ្រប់គ្នាណាបាទអញ្ចឹងកូនចៅទាំងអស់ដែលកើតនៅឆ្នាំវោកសូមលើកម្រាមដៃ10ជាមួយខ្ញុំណាហើយតាំងចិត្តបួងសួងទទួលយកលៀបជ័យទាំងអស់គ្នាខ្ញុំប្រកាសណាខ្ញុំលោកគ្រូមហាជុំនៅក្នុងឱកាសដ៏សែនអ្នកខត្តរិកនៅក្នុងឱកាសដ៏មនោរម្យនេះសូមលើកកំបងអញ្ជលីក្រាបថ្វាយបង្គំដល់ទូសបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងលោកសូមស្ដេចជាងចុះមកប្រសិទ្ធិបលិកាឲ្យពរឲ្យជ័យជូនដល់កូនប្រុសកូនស្រីទាំងអស់ដែលកើតឆ្នាំវោកសូមឲ្យកូនទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនចាប់ពីពេលនេះតទៅសូមឲ្យកូនទទួលនូវទ្រព្យសម្បត្តិមហាសាលលាភជ័យសូមឲ្យរឿងអាក្រក់ទាំងឡាយគ្រោះអាក្រក់ទាំងឡាយជំងឺអាក្រក់ទាំងឡាយដែលនៅក្នុងខ្លួនកូនចៅឆ្នាំវោកសូមឲ្យវិនិច្ឆ័យអាសាបង់ចាប់ពីពេលនេះតទៅសូមឲ្យលោកអ្នកជួបតែនឹងលាភជួបតែនឹងជ័យកុំបីឃ្លៀងឃ្លាតឡើយណាកូនណាសូមអនុមោទនាបាទអញ្ចឹងសូមឲ្យកូនចៅប្រុសស្រីទាំងអស់ណាកើតឆ្នាំវោកទទួលយកលៀបណាបាទទទួលយកលៀបណាបាទនីតាឧត្តស័កបាទទទួលយកលៀបបាទចៃលៀសសំអាងការក៏ទទួលយកលៀបបានឆេងក៏ទទួលយកលៀបដែរណាបាទកូនចៅប្រុសស្រីទាំងអស់សុផាវីឌីរិទ្ធជីមក៏ទទួលយកលៀបដែរបាទសេញ្ញាណាមក៏ទទួលយកលៀបដែរម៉ាក់មេលៀងអីចឹងយកលៀបទាំងអស់គ្នាទៅណាបាទបន្ទាប់មកទៀតកូនចៅដែលកើតឆ្នាំរកាបាទឆ្នាំរកាយ៉ាងម៉េចហើយបាទឆ្នាំរកាកូនចៅប្រុសស្រីដែលកើតឆ្នាំរការាសីរបស់លោកអ្នកគឺមធ្យមរកាមធ្យមណាបងប្អូនណាបាទលេខសំណាងសម្រាប់បងប្អូនកូនក្មួយដែលកើតឆ្នាំរកាគឺលេខ869បាទអ្នកកើតឆ្នាំរកាលេខសំណាង869រាសីមធ្យមពណ៌សំណាងសម្រាប់កូនចៅដែលកើតឆ្នាំរកាពណ៌សំណាងដែលសម្រាប់កូនចៅដែលកើតឆ្នាំរកាគឺពណ៌ស្លាទុំបាទកូនចៅដែលកើតឆ្នាំរកាគឺពណ៌ស្លាទុំណាពណ៌សំណាងលេខសំណាង869លេខសំណាង869ពណ៌សំណាងពណ៌ស្លាទុំរាសីមធ្យមបាទអញ្ចឹងកូនចៅប្រុសស្រីទាំងអស់ដែលកើតឆ្នាំរការាសីលោកអ្នកមធ្យមណាបាទអញ្ចឹងការងារទាំងអស់ល្អគ្រប់យ៉ាងទាំងអស់បាទថ្ងៃនេះខ្ញុំអង្គុយមើល live ខ្ញុំថាអត់ឃើញកូនសារ៉ាវុទីកៅហ៊ុលឥឡូវនេះបានឃើញកូនខ្ញុំម៉េះបាទជូនពរឲ្យកូនស្រីណាសុខសប្បាយហេងលក់ដូរឲ្យដាច់រស់នៅប្រកបដោយសុភមង្គលណាកូនណាហេងកូនពៅតាបាទកូនឌីអកូនពៅឌីអក៏ចឹងដែរណាបាទអញ្ចឹងកូនចៅប្រុសស្រីដែលកើតនៅឆ្នាំរកាលេខសំណាង869ពណ៌សំណាងគឺពណ៌ស្លាទុំលោកអ្នកនឹងទទួលបានលៀបទទួលបានជ័យធម្មតានៅថ្ងៃស្អែកនេះការងារចំនួនជួញដូរក៏ទទួលបានលុយកាក់ច្រើនបាទមិនជាបញ្ហាទេបាទសុខភាពក៏អត់អីដែរល្អប៉ុន្តែមានការខ្វល់ចិត្តបាទប៉ុន្តែមានការខ្វល់ចិត្តបន្តិចណាដោយសារតែលោកអ្នកមានអារម្មណ៍ថាខ្លួនឯង lonely កណ្ដោចកណ្ដែងបាទហើយលោកអ្នកក៏មានអារម្មណ៍ខឹងច្រើនដែរនៅថ្ងៃស្អែកហ្នឹងមានអារម្មណ៍ខឹងច្រើនបន្តិចណាបាទអញ្ចឹងចង់ឲ្យកូនចៅទាំងអស់ដែលកើតឆ្នាំរកាសូមធ្វើការអត់ធ្មត់ឲ្យបានច្រើនបន្តិច
bà sông thưa ca ỏi bàn ọt mút ỏi bàn chờn và tích ná nè caoឆ្នាំបកានោះលោកអ្នកនឹងមានលៀបមានជ័យហើយណាបាទរឿងរ៉ាវស្នេហាប្រយ័ត្នបន្តិចទៅពាក្យសម្ដីគេលោឆ្លោះគ្នាជាមួយប្តីគេលោឆ្លោះគ្នាជាមួយប្រពន្ធបាទគេលោគេហៅថាឆ្លោះគ្នាជាមួយប្តីឆ្លោះគ្នាជាមួយប្រពន្ធណាបងប្អូនណាបាទអញ្ចឹងសូមឲ្យកូនចៅប្រុសស្រីដែលកើតឆ្នាំរកាសូមឲ្យមានលៀបសូមឲ្យមានជ័យសូមឲ្យកូនចៅទាំងអស់ទទួលបាននូវសេចក្តីសុខសេចក្តីចម្រើនប្រយ័ត្នប្រយែងពាក្យសម្ដីជាមួយនឹងគូសង្សារគេលោកគូសង្សារគេអត់ធ្មត់មិនបានគេថាឲ្យវិញយើងខឹងគេណាបាទអញ្ចឹងយើងអត់ធ្មត់បន្តិចទៅអញ្ចឹងអ្វីគ្រប់យ៉ាងល្អប៉ុន្តែសូមឲ្យប្រយ័ត្នពាក្យសម្ដីណាកុំខឹងច្រើនកុំអន់ចិត្តច្រើនណាបាទសារាវុទីកៅហុលសាធុលោកគ្រូម្ចាស់អរគុណបាទកូនចៅមិញបានសួរថាមានសត្វឆ្លុះរត់ចូលផ្ទះតើល្អឬក៏អាក្រក់បាទសត្វឆ្លុះក៏ដោយសត្វប្រើសក៏ដោយតាមក្បួនគេថាតំណាងនៅសភាវៈអាក្រក់តំណាងនៅសភាវៈអាក្រក់ហើយបើសត្វទាំងអស់នោះរត់ចូលផ្ទះយើងកុំយាយីកុំកាប់សម្លាប់សត្វនោះបាទយើងដោះលែងឲ្យគេមានសេរីភាពប៉ុន្តែយើងគួរតែកោភ្លក់ភ្លើងមួយឲ្យធំដុតនៅពីមុខផ្ទះដើម្បីយកលៀបយកជ័យបុរាណសត្វឆ្លុះសត្វប្រើសរត់ចូលក្នុងភូមិគេថាភូមិនឹងមានជំងឺអសន្នរោគកើតឡើងនឹងមានជំងឺអសន្នរោគកើតឡើងនាំទុក្ខនាំភ័យមកដល់ក្រុមគ្រួសារឬក៏ប្រជាពលរដ្ឋនៅភូមិនឹងទាំងមូលបាទអញ្ចឹងសូមឲ្យបងប្អូនដុតភ្នក់ភ្លើងមកភ្នក់មុខផ្ទះឲ្យធំទៅហើយអាចគោះប៉ោតគោះពីងអីបន្តិចទៅដើម្បីដេញឧបទ្រពចង្រៃណាបាទលោកគ្រូស្អែកបើកមើលអត់បើកតើកូនអញ្ជើញមកម៉ោង 9 ព្រឹកណាបាទអញ្ជើញបានម៉ោង 9 ព្រឹកបាទអញ្ចឹងបញ្ចប់ហើយណាឆ្នាំរកាអញ្ចឹងកូនចៅប្រុសស្រីដែលកើតឆ្នាំរកាសូមលើកដៃឡើងណាលោកគ្រូឲ្យពរឲ្យជ័យបាទខ្ញុំបកណាខ្ញុំគ្រូមហាជុំសូមលើកកំបងអញ្ជលីក្រាបថ្វាយបង្គំដល់ទូតស្បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងលោកសូមស្ដេចជាងចុះមកប្រសិទ្ធិបលីកាជូនដល់កូនប្រុសកូនស្រីដែលកើតឆ្នាំរកាទាំងអស់សូមឲ្យកូនមានលៀបមានជ័យគោលប្រាថ្នាអ្វីសូមបានសម្រេចដោយបំណងពងប្រាថ្នាលៀបជ័យហេងចាប់ពីពេលនេះតរៀងទៅសូមអនុមោទនាបាទណាអ្នកកើតឆ្នាំរកាបន្ទាប់មកទៀតបាទលោកគ្រូសัตว์គោរត់ចូលផ្ទះមិនវិញអេគោរត់ទៅមានស្អីកូនអត់អីទេគោបាទបន្ទាប់មកទៀតចូលមកដល់ឆ្នាំចរាសីរបស់លោកអ្នកនៅក្នុងថ្ងៃស្អែកគឺមធ្យមបាទមធ្យមណាបាទលេខសំណាងគឺលេខ159រាសីកូនចៅប្រុសស្រីដែលកើតឆ្នាំចគឺរាសីមធ្យមលេខសំណាង159បាទពណ៌សំណាងសម្រាប់កូនចៅដែលកើតនៅឆ្នាំចបាទពណ៌សំណាងសម្រាប់កូនចៅដែលកើតនៅក្នុងឆ្នាំចបាទគឺពណ៌មាសពណ៌ទឹកមាសណាបងប្អូនណាបាទអញ្ចឹងកូនចៅប្រុសស្រីដែលកើតនៅឆ្នាំចរាសីមធ្យមពណ៌សំណាងគឺពណ៌មាសលេខសំណាងគឺលេខ159កូនចៅប្រុសស្រីដែលកើតនៅឆ្នាំចលេខសំណាង159ពណ៌សំណាងគឺពណ៌ទឹកមាសអញ្ចឹងកូនចៅប្រុសស្រីទាំងអស់ដែលកើតនៅឆ្នាំចលេខសំណាងរបស់លោកអ្នកបើកមកវិញហើយលោកអ្នកគឺជាឆ្នាំមួយស្ថិតក្នុងចំណោមឆ្នាំដទៃទៀតដែលនឹងទទួលលៀបទទួលជ័យដែលនឹងទទួលលៀបសំណាងនៅក្នុងឆ្នាំ2022ជាពិសេសគឺចាប់តាំងពីថ្ងៃជាពិសេសគឺចាប់ពីថ្ងៃចូលឆ្នាំខ្មែរនឹងបញ្ចប់ចូលដល់ឆ្នាំខាលនឹងគឺលេខឆ្នាំចបើកមកវិញហើយបាទឆ្នាំចជួបឧបសគ្គមិនសូវមានលុយកាក់ជួបឧបសគ្គរឿងស្នេហាមិនយល់ចិត្តជួបឧបសគ្គមិនមានអ្វីគ្រប់យ៉ាងឥឡូវនេះដល់ពេលដល់វេលាដែលទទួលបានលៀបទទួលបានជ័យវិញហើយណាកូនចៅដែលកើតឆ្នាំខាលអញ្ចឹងសូមឲ្យកូនចៅទាំងអស់កើតឆ្នាំខាលណា
កើតឆ្នាំចសូមមានលៀបមានជ័យកូនចៅប្រាថ្នាអីសូមឲ្យបានសម្រេចដោយក្តីបំណងពងប្រាថ្នាបាទជ័យយោសុខោលៀបភោចូលដល់កូនចៅដែលកើតឆ្នាំចហេងមកវិញណាពីថ្ងៃស្អែកទៅណាលៀបជ័យហេងសុខចម្រើនចាប់ពីពេលនឹងតទៅមុខហើយអញ្ចឹងសូមឲ្យកូនចៅទាំងអស់ដែលកើតឆ្នាំចសូមឲ្យកូនមានលៀបមានជ័យសូមទេវតាឆ្នាំចាស់ទេវតាឆ្នាំថ្មីជាពិសេសទេវតាឆ្នាំថ្មីបត្រីទី5របស់កបិលមហាព្រំពនាងករណីទេវីសូមស្ដេចយាងឲ្យពរឲ្យជ័យជូនដល់កូនប្រុសកូនស្រីដែលកើតឆ្នាំចសូមឲ្យមានលៀបមានជ័យប្រាថ្នាអីចាប់ពីពេលនេះតទៅបានដោយបំណងប៉ងប្រាថ្នាហេងណាបាទចូលឆ្នាំថ្មី2022សូមជូនពលលោកគ្រូជួបតែសំណាងល្អសុខភាពល្អរួចផុតចាកទុក្ខបាទអរគុណណារដ្ឋាភិបាលដំបងអរគុណលោកជំទាវកូនណាបាទសូមមានលៀបមានជ័យកូនចៅប្រាថ្នាអីសូមបានសម្រេចដូចដោយបំណងប៉ងប្រាថ្នាបាទឥឡូវឆ្នាំចបានឲ្យពរឲ្យជ័យអីរួចរាល់បញ្ចប់សពគ្រប់ហើយនៅឡើយតែឆ្នាំកូនពៅគេគឺឆ្នាំកុលសួរថាឆ្នាំកុលនឹងយ៉ាងម៉េចដែររាសីគ្រូមហាជុំឆ្នាំកុលរាសីមធ្យមបាទលេខសំណាង255ពណ៌សំណាងសម្រាប់កូនចៅដែលកើតឆ្នាំកុលបាទពណ៌សំណាងសម្រាប់កូនចៅប្រុសស្រីដែលកើតនៅឆ្នាំកុលគឺពណ៌ទឹកប៊ិចហ្នឹងទឹកប៊ិចក្រមៅណាបងប្អូនណាបាទមិនមែនទឹកប៊ិចខ្ចីទេណាបាទអញ្ចឹងឆ្នាំកុលរាសីរបស់បងប្អូនកូនក្មួយមធ្យមបាទមធ្យមលេខសំណាងគឺលេខ255លេខសំណាងលេខ255ពណ៌សំណាងគឺពណ៌ទឹកប៊ិចកម្ៅកូនចៅដែលកើតឆ្នាំកុលលេខសំណាង255រាសីមធ្យមបាទពណ៌សំណាងពណ៌ទឹកប៊ិចកម្ៅរាសីរបស់លោកអ្នកនៅថ្ងៃស្អែកនេះឡើងមធ្យមប៉ុន្តែការងារអ្វីគឺល្អការងារអ្វីជោគជ័យគ្រប់ប្រការបាទចំនួនជួញដូរគឺល្អសពគ្រប់អត់មានអីទេលោកអ្នកជាអ្នកកើតឆ្នាំកុលបាទលោកអ្នកជាអ្នកកើតឆ្នាំកុលគឺនឹងទទួលលៀបទទួលជ័យប៉ុន្តែទន្ទឹមនឹងលៀបទន្ទឹមនឹងជ័យនៅថ្ងៃស្អែកនេះលោកអ្នកក៏មានជួបនឹងបញ្ហារឿងអន់ចិត្តមួយចំនួនដែរលោកអ្នកក៏នឹងជួបនៅបញ្ហារឿងអអន់សពុនចិត្តមួយចំនួនដែររឿងអអន់សពុនចិត្តមួយចំនួននោះគឺមានដូចជាអន់ចិត្តជាមួយប្តីអន់ចិត្តជាមួយកូនអន់ចិត្តជាមួយបងប្អូនប៉ុន្តែអន់នឹងអន់លឿនណាអន់ថ្ងៃនឹងហើយស្អែកឡើងលែងអីទេណោះបាទអន់ថ្ងៃនឹងហើយស្អែកឡើងលែងអីទេអញ្ចឹងមានការអន់ចិត្តបន្តិចបន្តួចសម្រាប់អ្នកកើតឆ្នាំកុលប៉ុន្តែឆ្នាំកុលក៏ស្ថិតនៅក្នុងចំណោមឆ្នាំដទៃទៀតដែរដែលនឹងទទួលលៀបទទួលជ័យនៅថ្ងៃស្អែកអញ្ចឹងសូមឲ្យអស់លោកអ្នកកើតឆ្នាំកុលដែលមានលេខសំណាង255រាសីមធ្យមពណ៌សំណាងគឺពណ៌ទឹកប៊ិចកម្ៅនេះសូមឲ្យកូនចៅប្រុសស្រីទាំងអស់មានលៀបមានជ័យសុខសប្បាយហេងចម្រើនរុងរឿងណាបាទមានការអត់ធ្មត់តិចទៅបើសិនជាការអន់ចិត្តអ្នកណាក៏ដោយអន់ចិត្តពីណាក៏ដោយបន្តិចបន្តួចស្ដួយស្ដើងអីបដោយទៅតាមនឹងទៅណាកុំយកគិតនៅក្នុងចិត្តព្រោះថាការអន់ចិត្តនេះវាមិនមែនអន់ចិត្តមួយជីវិតទេវាអន់ចិត្តតែមួយពេលទេបាទអន់ចិត្តតែមួយពេលទេហើយក៏បាត់ទៅវិញអន់ចិត្តតែមួយពេលទេក៏បាត់ទៅវិញណាកូនចៅណាអញ្ចឹងសូមឲ្យកូនចៅទាំងអស់កើតឆ្នាំកុលមានលៀបមានជ័យណាហើយលើកដៃឡើងប្រណម្យបួងសួងជាមួយលោកគ្រូមហាជុំមើលបាទយកលៀបយកជ័យណាបាទខ្ញុំបាទលោកគ្រូមហាជុំសូមកំបង់អញ្ជលីដល់ទួសបារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងលោកសូមស្ដេចជាងចុះមកប្រសិទ្ធិពលិកាលោកឲ្យពរឲ្យជ័យជូនដល់កូនប្រុសកូនស្រីដែលកើតឆ្នាំកុលចាប់ពីពេលនេះតទៅសូមឲ្យមានលៀបមានជ័យកូនប្រាថ្នាអ្វីសូមបានសម្រេចដូចដោយបំណងពងប្រាថ្នាសូមឲ្យកូនបាននៅសុខសូមឲ្យកូនបាននៅចម្រើនកើតលៀបកើតសម្បត្តិចាប់ពីពេលនេះតទៅសូមបារមីព្រះអង្គប្រទានពរឲ្យកូនកើតឆ្នាំកុលឲ្យជួបតែនឹងសម្បត្តិជួបតែនឹងលៀបជួបតែនឹងជ័យឈ្នះអស់ជំងឺដកាត់ទាំងឡាយចាប់ពីពេលនេះតរៀងទៅសូមអនុមោទនាបាទណាកូនចៅកើតឆ្នាំកុលណាបាទសូមឲ្យមានលៀបមានជ័យសូមឲ្យមានសុខមានចម្រើនចាប់ពីពេលនេះតទៅអ្នកកើតឆ្នាំកុលអញ្ចឹងរាសីទាំង12ឆ្នាំដែលខ្ញុំបាទគ្រូមហាជុំបានទស្សទាយគុណគូឲ្យបងប្អូនកូនក្មួយទាំងអស់
ឆ្នាំទាំង12ដែលមានឆ្នាំជូតឆ្នាំឆ្លូវឆ្នាំខាលឆ្នាំថោះឆ្នាំរោងឆ្នាំម្សាញ់ឆ្នាំមមីឆ្នាំមមែឆ្នាំវោកឆ្នាំរកាឆ្នាំចឆ្នាំកុលទាំង12ឆ្នាំហ្នឹងបានមើលចប់សពគ្រប់ហើយអញ្ចឹងសូមឲ្យកូនចៅទាំងអស់ទទួលយកលៀបទទួលយកជ័យបាទសុខសំណាងសុខចម្រើនពីព្រោះថាកូនចៅទាំងអស់នៅក្នុងនឹងខ្ញុំជឿជាក់ថាគឺកូនចៅប្រកាសជាមានឆ្នាំទាំងអស់ឯបាទ